កូឡាបាត់ដំបងមានលក់នៅភ្នំពេញហើយប្រវត្តិមីកូឡាបែបណាបងប្អូនដែលគាត់បានឃើញវីដេអូមួយនេះជួយខមមិនប្រាប់ផងសម្រាប់នាងខ្ញុំដែលជាក្មេងសាក្រោយលក់សាក្រោយដែលរៀនតគ្នាពីមីងដែលគាត់លក់នៅខាងខេត្តបាត់ដំបងនឹង30ឆ្នាំជាងនាងខ្ញុំគ្រាន់តែដឹងថាសម្រាប់មីកូឡាបាត់ដំបងនេះគឺមានដើមកំណើតពីខេត្តបាត់ដំបងខាងបបៃលិនពីមុនមកខេត្តបាត់ដំបងខេត្តបៃលិននឹងគឺគេមិនទាន់ជាកាត់ជាខេត្តបៃលិនទេបងប្អូនគឺបៃលិនស្ថិតនៅក្នុងខេត្តបាត់ដំបងអញ្ចឹងហើយបានជាមីកូឡានឹងគេដាក់ឈ្មោះថាមីកូឡាបាត់ដំបងដែលមានដើមកំណើតពីខាងបបៃលិនជនជាតិកូឡាដែលគាត់លក់នៅខាងបបៃលិនណាបងប្អូនចាដែលគេយកកាទៀវនឹងគឺយកទៅចំហុយហើយគឺគេញ៉ាំមីកូឡានឹងគឺគេញ៉ាំជាមួយជ្រក់បងប្អូនសម្រាប់មីកូឡាតើជ្រក់ឆ្ងាញ់គឺមីកូឡាឆ្ងាញ់ហើយចាហើយរបស់ដែលគេអត់មិនបានជាមួយនឹងមីកូឡានឹងគឺពងទាចាអញ្ចឹងសម្រាប់គ្រឿងក្រៅមីកូឡាអត់ពិបាកធ្វើទេបងប្អូនដែលគាត់ឃើញវីដេអូមួយនេះហើយគាត់អាចយកទៅធ្វើទៅញ៉ាំខ្លួនឯងក៏បានដែរនៅផ្ទះចាក៏ប៉ុន្តែបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាសម្រាប់មីកូឡាយើងអាចមើល YouTube បានប៉ុន្តែរសជាតិដែលអ្នកខេត្តបាត់ដំបងបងប្អូនយល់អារម្មណ៍ថារសជាតិសម្រាប់ប្រចាំខេត្តហ្មងចាដូចដែលរូបភាពដែលបងប្អូនកំពុងឃើញវីដេអូនេះគឺរសជាតិដែលខ្ញុំរៀនពីមីងដែលគាត់លក់នៅខេត្តបាត់ដំបងហ្នឹងគឺ30ឆ្នាំជាងហើយចាអញ្ចឹងតិចឯងបងប្អូនដែលធ្វើឲ្យមីកូឡារបស់យើងរឹតតែឆ្ងាញ់ការដែលយើងលាយទៅសៃមីកុំឲ្យវាដុំហើយកុំឲ្យវាស្អិតជ្រក់ក៏ដូចជាពងទាអញ្ចឹងបងប្អូនចាអញ្ចឹងមីកូឡាអត់ពិបាកធ្វើទេមើលនៅក្នុង YouTube ក៏បានដែរប៉ុន្តែរសជាតិតើបងប្អូនអាចញ៉ាំទទួលយកបានដែរអត់ចាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់ចង់ញ៉ាំមីកូឡារសជាតិដើមបាត់ដំបងរសជាតិអ្នកខេត្តបាត់ដំបងលក់មករយៈពេល30ឆ្នាំជាងបងប្អូនអាចធ្វើការកម្មង់ពីហាងនឹងខ្ញុំបានសម្រាប់បងប្អូនដែលយើងដែលមានកម្មវិធីផ្សេងគាត់ក៏អាចធ្វើការកម្មង់ order បានដែរនៅក្នុងនោះបងប្អូនដឹងហើយថាការរស់ស៊ីរងថ្ងៃនេះគឺយើងមិនអាចតែមកមុខបានទេគឺយើងតម្រូវការអតិថិជនអញ្ចឹងពីហាងមីកូឡាបាត់ដំបង3កម្រិតខាងយើងនេះគឺយើងមានមីកូឡាពងទាសុតមីកូឡាលីជាមួយនឹងប៉ាតេក៏ដូចជាមីកូឡាផាក់ឡូវអញ្ចឹងបងប្អូនដែលគាត់ចង់ញ៉ាំជាមួយនឹងរសជាតិមួយណាគាត់អាចធ្វើការកម្មង់បានជាពិសេសសម្រាប់បងប្អូនដែលគាត់មានកម្មវិធីផ្សេងគាត់ក៏អាចធ្វើការ order កម្មង់បានឬក៏កម្មង់តាម app ឬក៏កម្មង់តាម Telegram ឬ call មកក៏បានដែរចាអរគុណ